តើអ្នកទាំងអស់គ្នាលើកនេះគឺយើងធ្វើដំណើរទៅកោះស្ដេចម្ដងដែលជាតាមផ្លូវល្បឿនលឿនហើយសម្រាប់ផ្លូវល្បឿនលឿនយើងធ្វើដំណើរពីភ្នំពេញទៅចូលទៅផ្លូវកោះកុងហ្នឹងប្រហែលជា1ម៉ោងជាងហើយសម្រាប់តម្លៃវិញគឺ$9.35សម្រាប់ការជិះពីភ្នំពេញចូលពីផ្លូវល្បឿនលឿនទៅដល់ផ្លូវកោះកុងហ្នឹងពេលដែលយើងទៅដល់កោះស្ដេចហ្នឹងទៅកន្លែងច្រាំងកន្លែងផ្ញើចំណតរថយន្តហ្នឹងយើងផ្ញើឡានមួយយប់2ថ្ងៃហ្នឹងគឺអស់$27,000បន្ទាប់មកបានយើងធ្វើការជិះទូកពីច្រាំងទៅកោះស្ដេចសម្រាប់ការជិះទូកហ្នឹងគឺទៅមកអស់ម្នាក់$5ទៅមកអញ្ចឹងមានន័យថាគេជូនយើងទៅហើយពេលយើងដើរលេងចប់ហើយយើងយកលេខតាក់ទងខាងគាត់ដែលបើកទូកហ្នឹងទៅបន្ទាប់មកនៅពេលដែលយើងចេញមកវិញយើងតាក់ទងទៅខាងគាត់ដឹកយើងមកវិញអញ្ចឹងទៅមកម្នាក់$5សម្រាប់ការជិះទូកពីច្រាំងទៅកោះស្ដេចពីកោះស្ដេចមកច្រាំងវិញទៅកោះស្ដេចបើសិនអ្នកនរគ្នាទៅអាចស្លៀកពាក់រៀងរលុងតិចដោយសារពេលយើងដល់ចំណតហ្នឹងការឡើងហ្នឹងគឺវារៀងខ្ពស់បន្តិចពេលខ្ពស់ទៅយើងពិបាកឡើងបើយើងស្លៀកតឹងការក៏ទៅកោះស្ដេចនេះពួកខ្ញុំចូលទៅឆ្នេរអស់ម្នាក់$2សម្រាប់ឆ្នេរខ្ញុំភ្លេចឈ្មោះមកនេះប៉ុន្តែឆ្នេរហ្នឹងគឺឆ្នេរខ្មែរគាត់ចូលចិត្តទៅលេងអញ្ចឹងណាប៉ុន្តែឆ្នេរមួយទៀតអត់អស់លុយប៉ុន្តែភាគច្រើនជនជាតិគេទៅលេងបន្ទាប់មកល្ងាចបន្តិចបើយើងនាំគ្នាជិះបាណាណាហ្នឹងទៅកោះមួយទៀតដែលនៅចិត្តកោះស្ដេចហ្នឹងនិយាយទៅនៅកោះស្ដេចហ្នឹងកោះគេចិត្តគ្នាគេលេងទឹកមួយឆ្អែតហើយបានគេនាំយើងមកវិញណាហើយបន្ទាប់មកបានពួកខ្ញុំទៅស្ទូចត្រីហ្នឹងក្នុងមួយព្រឹកហ្នឹងអស់$70និយាយទៅគ្នាមួយអ្នកក៏បានដែរប៉ុន្តែពួកខ្ញុំទៅ4នាក់អញ្ចឹងវាអស់រៀងក្រាលដែរហើយពេលទៅហ្នឹងគឺនាំគ្នាបុកពីល្ងាចអីអស់ហើយបន្តអត់មានកន្លែងគេទេបន្ទាប់មកក៏សម្រេចចិត្តទៅវិលល្ងាចប៉ុន្តែទៅវិលល្ងាចហ្នឹងគ្មានទេគឺពេញទាំងអស់អញ្ចឹងទេក៏យកកៅអៅទៅត្រៀមទៅអីអញ្ចឹងណាពេលទៅត្រៀមទៅចេះបានសម្ដាងបានសួរគេទៅមានមកបន្ទប់ដែរមកយប់50ក្រែ3បើសាច់ជាគេអាចគេបាន6នាក់ហើយបន្ទាប់មកផឹកឡើងបានជីទូកខលពីល្ងាចទៀតអត់មានទៀតគឺពេញទាំងអស់ហ្មងហើយនិយាយទៅនិយាយថាពួកយើងទៅអត់មានផ្លែតអត់មានសួរគេទុកមុនគឺអស់ទាំងអស់អត់ពេលទូកពេលទៅដល់ថ្ងៃទី1ហ្នឹងថាជីពេលល្ងាចក៏អត់បានជីដែរអត់បានជីហើយក៏កក់គេពេលព្រឹកហ្នឹងពេលកក់គេពេលព្រឹកហើយទៅ3ម៉ោងហើយក៏70ដូចគ្នាដែរដូចគេចំណាយអស់$70អញ្ចឹងគាត់ថាយើងទៅបើយើងទៅគ្នាច្រើនគឺអត់សូវអស់លុយច្រើនទេតែយើងទៅគ្នាតិចអស់លុយច្រើនសម្រាប់ការទៅកោះស្ដេចហ្នឹងបើថ្លៃសាំងប្រភេទឡាន hybrid វិញទៅមកប្រហែលជារបស់អស់ខ្ទង់40